មកបងប្អូនថ្ងៃនេះបងប្អូនមកហាត់ប្រាណរបស់ខ្ញុំថ្ងៃនេះពួកខ្ញុំសម្រាប់ចិត្តរត់ពីឆ្នេរអូឈើទាលរហូតដល់ស្ពានអូត្រេសអញ្ចឹងវាមានរយៈពេលចម្ងាយឆ្ងាយដែរខ្ញុំខ្លាំងអលីកលៀនអញ្ចឹងការដើរកំសាន្តនេះមិនដើរកំសាន្តទេការរត់កំសាន្តនេះគឺវាធ្វើអារម្មណ៍យើងមួយទទួលបានធម្មពលដែរនៅពេលដែលយើងធ្វើការរត់លេងកំសាន្តដូចជាការរត់ហាត់ប្រាណនេះគឺវាផ្ដល់អត្ថប្រយោជន៍ទៅដល់សុខភាពខ្លាំងមែនទែនអញ្ចឹងសម្រាប់បងប្អូននៅកំពង់សោមគាត់ស្គាល់ហើយឆ្នេរនេះថាជាឆ្នេរអីអញ្ចឹងខ្ញុំពីអ្នកមិត្តភក្តិខ្ញុំគឺបានធ្វើដំណើរពីផ្ទះមកដល់ឆ្នេរដាក់ម៉ូតូនៅខាងកាហ្វេមួយកន្លែងហើយក៏បាននាំគ្នារត់ពីឆ្នេរអូឈើទាលរហូតដល់ចុងឆ្នេរអូត្រេសវាមានចម្ងាយឆ្ងាយដែរបងប្អូនហើយក៏វាហត់មែនប៉ុន្តែវាទទួលបានធម្មពលផ្លូវចិត្តហើយនិងទទួលបានធម្មពលផ្លូវកាយយ៉ាងច្រើនដែរសម្រាប់អ្នកដែល stress សម្រាប់អ្នកដែលរវល់នឹងការងារច្រើនសម្រាប់អ្នកដែលចង់ហូបពេលវេលាសម្រាប់ផ្ទាល់ខ្លួនគឺខ្ញុំសូមណែនាំបងប្អូនមកហាត់ប្រាណឬក៏អាចដើរលំហាត់ប្រាណ10 20ឬក៏30នាទីនៅតាមដងឆ្នេររបស់យើងគឺវាពិតជាស្អាតហើយវា fresh មែនទែនបងប្អូនពេលដែលបងប្អូនរត់បដើឬមកក៏ដើរអមតណៅជាមួយនឹងចម្រៀងនៅក្នុងវិជាហើយនឹងមើលទេសភាពជាពិសេសគឺថ្ងៃលិចគឺទុកកង្វល់ឬក៏ stress ទាំងប្រមាណគឺវារសាត់បាត់អស់លេងតែម្ដងហើយតើទៅជាមួយនឹង view វិញបងប្អូនមើលក្នុងវីដេអូនេះចឹងនេះខ្ញុំថតពេលល្ងាចណាពេលមហាប្រាណមួយមិត្តភក្តិខ្ញុំមិនថាទេសភាពពេលល្ងាចហើយនឹងពេលយប់គឺវាស្អាតម្នាក់មួយបែបបងប្អូនពេលយប់យើងអាចអង្គុយមើលភ្លើងក្រុងឬមួយក៏យើងអាចមើលកំពូលភ្លើងតាមដងផ្លូវគឺវាមានសម្ព័ន្ធភាពស្អាតមែនទែនអញ្ចឹងមួយថ្ងៃនេះគឺពួកខ្ញុំមានអារម្មណ៍គឺ fresh មែនទែនបាទអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងអរគុណសម្រាប់ទស្សនា